បាទជំរាបសួរបងប្អូនទាំងអស់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកមួយទាក់ទងទៅនឹងរបៀបដែលយើង combine file ដែលវាមានច្រើន file បែបនេះដាក់បញ្ចូលនៅក្នុង file តែមួយអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំមាន65 file ណាបាទហើយខ្ញុំចង់បញ្ចូលឲ្យ65 file ហ្នឹងទៅក្នុង file តែមួយឯងអញ្ចឹងយើងមានវិធីច្រើនប៉ុន្តែបើសិនជាយើង copy គឺត្រូវ copy 60 65ដងបាទអញ្ចឹងបើយើងបញ្ចូលមកគឺយើងបញ្ចូលមកទម្រង់បែបនេះហ្នឹងណាបាទអញ្ចឹងឥឡូវខ្ញុំបើក file នេះឲ្យមើលសិនបាទពេលបញ្ចូលមកវាមានវិញ្ញាសាទី1ទី2ទី3អញ្ចឹងទៅណាអញ្ចឹងយើងធ្វើម៉េចដើម្បីបញ្ចូលបែបនេះបានអញ្ចឹងដើម្បីបញ្ចូលទម្រង់បែបនេះបានគឺយើងធ្វើនៅក្នុងនេះណាបាទនៅក្នុង Word ដូចគ្នាអញ្ចឹងឥឡូវខ្ញុំតេស្តឲ្យមើលមួយបាទដំបូងគឺយើងបង្កើតយើងជ្រើសរើសfile ទទេមួយបាទអញ្ចឹងខ្ញុំដាក់តេស្តបាទខ្ញុំដាក់តេស្តចឹងចុះអញ្ចឹងគឺយើងបង្កើត file មួយដែលអត់មានឯកសារអីទាំងអស់នៅក្នុងហ្នឹងណាយើងបើក file មួយយើងបើកនៅក្នុង folder ផ្សេងក៏បាននៅក្នុងហ្នឹងក៏បានដែរតែខ្ញុំបើកនៅក្នុងហ្នឹងដែរទៅបន្តមកទៀត file នេះយើងលុបចេញទាំងអស់តែម្ដងបាទលុបចេញទៅបន្តមកទៀតអញ្ចឹងយើងត្រូវយកអា65 file នេះបាទ65 file នេះយកមកដាក់ចូលទៅក្នុង file នេះតែមួយឯងណាបាទអញ្ចឹងយើងធ្វើម៉េចបើយើង copy គឺយើងត្រូវ copy ម្ដងមួយម្ដងមួយអញ្ចឹងយើងចំណាយពេល copy 65ដងតែបើសិនជាយើងធ្វើបែបនេះគឺវិធីហ្នឹងគឺងាយលឿនអញ្ចឹងយើងចំណេញពេលអញ្ចឹងយើងទៅមើលទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមក file មួយដែលវាអត់មានអីទាំងអស់នៅក្នុងនោះ file ទទេមួយអញ្ចឹងយើងដាក់ folder កន្លែងណាក៏បានដែរបន្តមកទៀតយើងចុច insert បាទពេលដែលយើងចុច insert ហើយយើងមកមើលពាក្យ object នៅខាងនេះបាទអញ្ចឹងចុចពាក្យខាងក្រោម object នេះមកយើងយក text from file អញ្ចឹងចុចនៅលើពាក្យ text from file អញ្ចឹងទៅបន្ទាប់មកទៀតយើងទៅរើសមើល folder របស់យើងមិញណាបាទ folder របស់យើងមិញនៅកន្លែងណាអញ្ចឹង folder មិញគឺនៅកន្លែងណាបាទនេះរូបជាថ្នាក់ទី7ណាអញ្ចឹងខ្ញុំចុចចូលក្នុងនោះទៅបន្តមកទៀតអញ្ចឹង file ទាំង65នេះគឺជា file ដែលខ្ញុំត្រូវយកទៅប៉ុន្តែនៅក្នុងនេះបងប្អូនទាំងអស់គ្នាអាច select បែបនេះក៏បានដែរ select អាណាមុនគឺអានឹងទៅមុនគេណាបាទអញ្ចឹងយើង select តាមលំដាប់នេះថាយើងចុច control ហើយយើង select បែបនេះទៅតែបើយើងធ្វើបែបនេះក៏ចំណាយពេលយូរដែរណាយើងត្រូវ click 65ដងដូចគ្នាអញ្ចឹងយើងមានវិធីមួយដែលលឿនចាំបងប្អូនតើអ្នកគ្នាមើលនៅខាងលើនេះណាអញ្ចឹងវាមានពាក្យ tab ចុចសញ្ញាព្រួយកន្លែងនេះមកយកឲ្យគេបាទយក dot អញ្ចឹងវាថា PDF ហ្នឹងវាបាត់អស់ហើយវានៅតែគេនៅតែ Word តែនៅហ្នឹងណាបាទបន្ទាប់មកទៀតយើងចុចឲ្យលើមួយយើង Control A ទៅ Select All អញ្ចឹងអា file ណាដែលយើងអត់យកយើង Control ឲ្យជាប់ទៅហើយយើង right click ទៅវាដោះហើយអញ្ចឹងមានន័យថាខ្ញុំយកតែ65 file ទេទៅបញ្ចូលបាទបន្តមកទៀតពេលបានប៉ុណ្ណឹងខ្ញុំចុច insert មកបាទពេលចុច insert ទៅវាកំពុងតែរត់មកឲ្យយើងហើយបាទឥឡូវយើងទទួលបានហើយនេះបាទអញ្ចឹងមានន័យថា file របស់យើងគឺទាំង65 file វិញគឺវាបានមកនៅក្នុង file តែមួយឯនេះណាបាទបាទអញ្ចឹងអានេះយើងបានមកក្នុង file តែមួយហើយឥឡូវយើងពីមកអានេះយើងអាចកែអាចតាមសម្រួលហ្នឹងទៅអូខេអញ្ចឹងយើងអាចបើកផ្ទៀង
បើអញ្ចឹងបានប្រប៉ុណ្្នឹងទៅយើងកែហ្វុនកែអីវាទៅអញ្ចឹងវាអាចយកទៅប្រើប្រាស់ឲ្យបាទគឺនៅក្នុង file តែមួយណាបាទចុះអានេះគឺរបៀបដែលយើង combine file គឺយើងមានតែប៉ុណ្្នឹងបាទអរគុណច្រើន